đợt chúng ta bạប្រជាជនបដិវត្តខ្មែរតែអ្នកដឹកនាំសុទ្ធតែយួនហើយយួននេះគឺអ្នកណាដឹកនាំដូចសឹងងុកមីងសឹងងុកមីងបដូរឈ្មោះពីយួនមកសឹងងុកមីងថាដោយសារពេលនោះពេលមុននោះគេល្បីសឹងងុកថាញ់ជាអ្នកស្មោះត្រង់ស្នេហាជាតិមានជាប្រិយភាពថាសឹងងុកមីងនេះប្អូនសឹងងុកថាញ់តែតាមពិតគាត់នេះវាឈ្មោះងៀងមិនមានណាងៀងមិនមានហ្នឹងវាបួសធ្វើអាចារ្យចេះដឹងភាសាបាលីកពីត្រៃបិដកច្បាស់លាស់ណាប្រុសរៀនបាលីនៅវត្តអណាឡោមរួចទៅធ្វើអាចារ្យនៅកំពង់ឆ្នាំងពេលចលនានេះខ្លាំងងៀងមិនមានហ្នឹងវាហៅអាចារ្យអនមានដូរពីបេដងវិញបានត្រឡប់មកវិញទៅបួសលោកយួនធ្វើសង្គ្រាចនៅវត្តតឹងភឿកនៅកបែស្តាតអូឡ িম্প ិកហើយវត្តនឹងជាទីស្នាក់ការកណ្ដាលសម្រាប់តំណែងបកគុំនេះដូចចិនទៀតគេណាដល់ពេលគេរៀបចំបង្កើតបកហ្នឹងក៏សឹកទៅហើយคล้ายទៅជាមេដឹកនាំជាស្ថាបនិកនៃបកប្រជាជនបដិវត្តខ្មែរអាហ្នឹងសឹងងុកមីងអាហ្នឹងឲ្យយើងច្បាស់អញ្ចឹងបានថាយើងរកស្ថាបនិកនៃគណៈបកប្រជាជនរងថ្ងៃនេះព្រោះឥឡូវខ្ញុំចង់បញ្ជាក់នេះថាតាំងពីបកប្រជាជនបដិវត្តខ្មែរគេបដូរមកសម័យខ្មែរក្រហម76បដូរជាបកប្រជាជនបដិវត្តកម្ពុជាគេទេហើយដល់79ក៏នៅរក្សាបកប្រជាជនបដិវត្តកម្ពុជាដែរដល់បោះឆ្នោត1993គេបដូរមកគណៈបកប្រជាជនកម្ពុជាខ្ញុំចង់បញ្ជាក់កន្លែងនេះបន្តិចថាសកម្មភាពដែលគេធ្វើនឹងគឺពេលដែលគ្រប់គ្រងដឹកនាំចលនារហូតដល់ឆ្នាំ1975ដែលពេលថារំដោះស្រុកខ្មែរ17មេសា1975គឺគេថាខ្មែរក្រហមអាចជោគជ័យហ្នឹងដល់ពេលជោគជ័យនឹង76គេបដូរដោយសារក្រុមខ្មែរក្រហមនេះមិនចង់យកថ្ងៃកំណើតរបស់យួនបង្កើត1951ទេគាត់ថាដោយសារចង់បង្កើតជាបកដែលឡែកបកកុម្មុយនីសរបស់កម្ពុជាបង្កើតខ្លួនឯងក៏បង្កើនយកកំណើតរបស់បកគេ1960ហ្នឹងក្រុមប៉ុលពតក៏ធ្វើអញ្ចឹងអញ្ចឹងគេ76ក៏បដូរពីបកប្រជាជនបដិវត្តខ្មែរហ្នឹងមកជាបកប្រជាជនបដិវត្តកម្ពុជាគេដល់ពេលគេហៅថាថ្ងៃរំដោះ7មករានេះក៏ពួកនឹងនៅយកថ្ងៃឈ្មោះបកដដែលបកប្រជាជនបដិវត្តកម្ពុជាដដែលគេទេហើយដល់មកឆ្នាំ1993ចូលរួមបោះឆ្នោតបានគេដាក់ទៅជាបកប្រជាជនគណៈបកប្រជាជនកម្ពុជាអញ្ចឹងមានន័យថាម៉េចមានន័យថាយួនជាអ្នកបង្កើតនៅឆ្នាំ1951បកប្រជាជនបដិវត្តខ្មែរពេលដែលខ្មែរក្រហមដឹកនាំសម្រាប់ប្រជាជនប្រជាពលរដ្ឋខ្មែរជិត2លាននាក់គឺក៏គណៈបកដែលយួនបង្កើតនេះឯងពេលប្រកាន់តែបដូរមកជាបកប្រជាជនបដិវត្តកម្ពុជាស្លាប់ជិត2លាននាក់ដល់ពេលអំណាចមកជួយសង្គ្រោះវិញ79ក៏នៅតែបកប្រជាជនបដិវត្តកម្ពុជាដដែលហើយអ្នកណាមកជួយសង្គ្រោះពេលមុនយួនអ្នកបង្កើតឥឡូវដែលស្លាប់ហើយអ្នកមកជួយគឺយួនដដែលគេនេះអានឹងគឺអាណាស្លាប់ក៏អាហ្នឹងអាបង្កើតក៏អាហ្នឹងអាអ្នកជួយក៏អាហ្នឹងតែមួយដែលអត់មាននេះផ្លែកទេហើយគ្រាន់តែគេដូរប៉ុណ្ណឹងចុងក្រោយគេមកដូរគណៈបកប្រជាជនកម្ពុជាតែប៉ុណ្ណឹងអញ្ចឹងបើខ្ញុំតែនិយាយថាអ្នកនយោបាយស្រុកខ្មែរសុំឲ្យនិយាយការពិតគុំបិទបាំងហើយយើងនិយាយនេះគឺជានិយាយការពិតបើមិនពិតយើងអាចតវ៉ាគេទេតើគណៈបកប្រជាជនបដិវត្តគណៈបកប្រជាជនរងថ្ងៃនេះចេញមកពីណាចេញមកពីខ្មែរខ្លួនឯងណាបង្កើតឬក៏រយួនឥឡូវបើខ្មែរណាជាស្ថាបនិកប្រាប់មកឈ្មោះណាខ្លះដាក់រូបថតមកឲ្យគេដឹងឲ្យលឺផងណាពីព្រោះថាបកមួយដែលមានគុណបំណាច់ជាមួយប្រជាពលរដ្ឋរំដោះអីហ្នឹងឥឡូវដាក់មកណាស្ថាបនិកដើម្បីយើងដឹងអញ្ចឹងតែតាមប្រវត្តិគេទៅសេអញ្ចឹងប្រាប់ថាយួនណាបង្កើតអញ្ចឹងមកខ្ញុំចង់តែនិយាយថាអាណាបង្កើតក៏យួនហ្នឹងណាស្លាប់ក៏បកមួយហ្នឹងដល់ពេលសង្គ្រោះក៏មួយហ្នឹងដែរមានអីប្លែកឥឡូវនេះអញ្ចឹងឲ្យយើងទៅដឹងគុណម៉េចបើអាបកមួយហ្នឹងវាទៅស្លាប់ម៉ែអូយើងឲ្យយើងដឹងគុណណាស្លាប់ហ្នឹងវាអត់ត្រូវដឹងគុណហ្នឹងទី1ពីរខ្ញុំចង់បញ្ជាក់អញ្ចេះទៀតក្នុងពេលដែលប្រជាពលរដ្ឋខ្មែរស្លាប់រាប់លាននាក់សួរថាយួនដឹងទេយួនដឹងច្បាស់ណាស់ពីព្រោះស្ថានទូតយួននៅក្នុងទីក្រុងភ្នំពេញដល់ខែធ្នូ1977ពេលមានបញ្ហាព្រំដែនខ្លះហ្នឹងបានពលពួកខ្មែរក្រហមពលពតដេញយួនដេញស្ថានទូតយួនចេញពីភ្នំពេញពេលដែលខ្លួនឯងធ្វើការងារជាទូតនៅក្នុងទីក្រុងភ្នំពេញមានដឹងថាភ្នំពេញជាព្រៃខ្មោចឯង
មានផ្សារសម្រាប់ឯងលក់ទំនិញទិញដូរទេមានទេសចរដើរលេងទេដឹងទេវាដឹងប៉ុន្តែហេតុមិនក៏យួនមិនស្រែកនៅពេលហ្នឹងបើយួនចិត្តល្អហេតុមិនក៏យួនពេលហ្នឹងមិនស្រែកថានៅស្រុកខ្មែរហ្នឹងកាប់សម្លាប់ប្រជាពលរដ្ឋហើយមិនក៏មិនស្រែកដល់ណានិយាយនៅអង្គការអន្តរជាតិយួនហ្នឹងនៅអះអាងការពារថានៅស្រុកខ្មែរអត់មានរំលោភសិទ្ធិមនុស្សទេបើសិនជាយួនពិតប្រកបចង់ជួយខ្មែរស្រឡាញ់ខ្មែរមែនទែនពេលដែលឃើញខ្មែរក្រហមសាឡាបកាប់សាឡាបអញ្ចឹងយួនទៅតែស្រែកហើយប្រាប់អន្តរជាតិដើម្បីឲ្យគេជួយណាប៉ុន្តែផ្ទុយទៅវិញគឺការពារថែមទៀតផងដល់តែពេលបែកបាក់គ្នាមិនត្រូវរោគ្នាពេលប៉ុលពតដេញចេញបានខ្លួនឯងនាំទៅបែកជាស្រែកទៅធ្វើណាមកជួយវិញឃើញទេអញ្ចឹងឥឡូវយើងឃើញថានៅក្នុងខែធ្នូ1977បានពួកទូតយួនដកចេញពីស្រុកខ្មែរដោយសារពួកប៉ុលពតដេញអញ្ចឹងដឹងច្បាស់ណាស់ការកាប់សម្លាប់នៅក្នុងប្រជាពលរដ្ឋខ្មែរទី1ទី2យើងមើលយួនម៉ោងណាពេលណាសឹងនិយាយថាបានថាវិនាទីណាក៏ចិញ្ចឹមចិត្តយកទឹកដីខ្មែរដែររឿងអីយួនសុកចិត្តស្លាប់រាប់សែននាក់យកកូនយកប្តីស្រីយកអីទាំងអស់ទៅស្លាប់ឲ្យខ្មែររស់យើងធ្វើការគិតប៉ុណ្្នឹងបានយើងជាឲ្យចេះគិតតែប៉ុណ្្នឹងបានអញ្ចឹងមកខ្ញុំចង់ជម្រាបកន្លែងហ្នឹងឲ្យបងប្អូនជនរួមជាតិខ្មែរណាដែលកំពុងជឿរឿងគណៈបព្វជិជនអីទាំងអស់អីខ្ញុំមិនគិតទេក៏គិតថាឲ្យគិតជាប្រយោជន៍ខ្មែរគិតរកចំណុចណាដែលវិជ្ជមានអវិជ្ជមានទៅយកមកគិតទាំងអស់គ្នាសូម្បីតាឪពុកកូនម្ដាយកូនឲ្យទៅស្លាប់ជួសគ្នាទៅឃើញទេរឿងអីយួនអីចិញ្ចឹមចិត្តយកដីយើងហើយយួនសឹងថាពេលណាក៏ត្រូវជាមួយយើងយកទឹកដីយើងធ្វើបាបយើងរហូតថ្ងៃនេះបែរជាសុកចិត្តស្លាប់រាប់សែនអ្នកខ្មែររស់វាអត់ស៊ីគ្នាសោះចំណុចហ្នឹងទី1ទី2ចូលមករួចហើយបើកើតទៅក5កអីទៅហោហែខ្មែរដាច់ជើងស្លាប់អីគ្រប់បែបសពយ៉ាងទាំងអស់ធនធានធម្មជាតិខ្មែរដឹកជញ្ជូនអស់ហ្នឹងបង្ហាញថាយល់ល្អហើយចង់ជួយខ្មែរវាអត់មានតតិសោះណាចឹងមកខ្ញុំថាមិនមែនរឿងយួនមិនដឹងស្ថានភាពការស្លាប់នៅនោះទេខ្ញុំនិយាយរឿងចំណុចមួយទៀតមុននឹងវាយចូលមកស្រុកខ្មែរយួននៅណាបង្កឲ្យមានបញ្ហាទំនាស់សាឡបងកម្លាំងមុនគេតាមព្រំដែនគេចង់ដឹងមើលថាតើកម្លាំងយួនអាចវាយចូលកម្ពុជាបានអត់ពីព្រោះស្ថានភាពនៅស្រុកខ្មែរនេះបើទុកឲ្យយូរវាកាន់តែរាលដាលការរំលោភសិទ្ធិមនុស្សសហគមន៍អន្តរជាតិនឹងគេលូកដាយហើយពីព្រោះមានមនុស្សរត់ចេញបានខ្លះអីខ្លះចលនាផ្សេងហ្នឹងគឺស្រែកហោហែអាចទប់ស្ថានភាពហ្នឹងអត់បានសហគមន៍អន្តរជាតិគេលូកដៃចូលវាឃើញពុតបុតអាក្រក់របស់យួនហ្នឹងអញ្ចឹងយួនគេត្រូវរេអាហ្នឹងមុនឲ្យដើរមុនសភាពការគេអត់ដើរក្រោយយើងទេអញ្ចឹងពេលនោះនៅអចិន្ត្រៃយ៍របស់យួនបានប្រជុំភ្លាមណាគេដំបូងគេសាឡបងតាមជ័យដែរនេះដល់ពេលគេសាកម្លាំងទៅខ្មែរស្លាប់អស់ហើយហ្នឹងនៅប្រមាណ1000នាក់ទ័ពយកទៅវាយយួន80លានហ្នឹងអញ្ចឹងគេដឹងថាគេអាចវាយចូលស្រុកខ្មែរបានដល់គេអាចវាយចូលស្រុកខ្មែរបានគេធ្វើម៉េចគេប្រជុំនៅអចិន្ត្រៃយ៍បករបស់គេពេលនោះមានយ៉ងវៀងយ៉ាប់ដែលជាមេទ័ពធំរបស់យួនហ្នឹងជាសមាជិកអចិន្ត្រៃយ៍បកដែលធ្លាប់ឈ្នះសង្គ្រាមឌៀងបៀងហ្វូហ្នឹងបានប្រាប់នៅអចិន្ត្រៃយ៍បកព្រោះពេលនោះគឺមានខ្មែរយើងធ្វើការនឹងដែរហើយបានមករាយការណ៍ប្រាប់ពួកយើងណាដែលនៅតស៊ូខាងក្រោមហ្នឹងពេលនោះយ៉ងវៀងយ៉ាប់វាប្រាប់ថាកុំអោយវាយមកកម្ពុជាដល់រាបណាសម្ដេចសីនោះនៅគឺពិបាកណាស់អាចមានបញ្ហាដល់ប្រទេសវៀតណាមគេនេះប៉ុន្តែដោយសារស្ថានភាពនឹងទុំជួហើយវៀតណាមអត់ស្ដាប់យ៉ងវៀងយ៉ាប់ទេបិឆោជើងអត់អោយដល់វិជាតបទេគឺយកមេតបផ្សេងមកបញ្ជាការតបវិញគឺយកយ៉ាងទៀងយងយ៉ាងទៀងយងមកជាអគ្គមេបញ្ជាការយកមកបញ្ជាតបវាយចូលស្រុកខ្មែរហើយបញ្ជូនឲ្យលេដឹកថហ្នឹងទទួលបន្ទុកជាបញ្ជាការនយោបាយ